នេះត្រូវបានចាត់ទុកថាជាការងារមួយក្នុងចំណោមការងារដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកមូលហេតុគឺដោយសារតែអ្នកជំនាញទាំងនេះមិនបានធ្វើការនៅលើដីឡើយប៉ុន្តែពួកគេព្យួរខ្លួនទៅលើជញ្ជាំងនៃអគារខ្ពស់កប់ពពកដែលមានកម្ពស់រាប់រយម៉ែត្រនៅទីនោះការភ័ន្តច្រឡំបន្តិចបន្តួចបំផុតក៏អាចនាំឲ្យមានផលវិបាកដល់អាយុជីវិតបានដែរសកម្មភាពនេះត្រូវបានគេស្គាល់ថាជាការសម្អាតកញ្ចក់អគារខ្ពស់ដើម្បីអនុវត្តការងារនេះដោយសុវត្ថិភាពអ្នកបម្រើការងារប្រើប្រាស់ខ្សែក្រវ៉ាត់ការពារពិសេសដែលភ្ជាប់ទៅនឹងដងខ្លួនរបស់ពួកគេរួមជាមួយនឹងខ្សែពួរដែលមានភាពធន់ខ្ពស់ជាច្រើនទៀតចុងនៃខ្សែពួរទាំងនេះត្រូវបានភ្ជាប់ទៅនឹងចំណុចយុទ្ធការដែលបានដំឡើងនៅផ្នែកខាងលើនៃអគារបន្ទាប់មកពួកគេចុះយឺតតាមជញ្ជាំងអគារដោយពឹងផ្អែកទៅលើខ្សែពួរទាំងនេះប៉ុណ្ណោះខណៈពេលដែលប្រើប្រាស់ឧបករណ៍ជាក់លាក់ដើម្បីសម្អាតបន្ទះកញ្ចក់ដ៏ធំសម្បើមទោះជាយ៉ាងណាក៏ដោយតួនាទីរបស់អ្នកជំនាញទាំងនេះគឺលើសពីការសម្អាតក្នុងកំឡុងពេលធ្វើការពួកគេក៏ត្រូវត្រួតពិនិត្យមើលកញ្ចក់ដើម្បីរកមើលស្នាមប្រេះការខូចខាតផ្នែករចនាសម្ព័ន្ធនិងបញ្ហាផ្សេងៗទៀតដែលអាចប៉ះពាល់ដល់សុវត្ថិភាពនិងភាពរឹងមាំនៃអគារផងដែរ